ទីក្រុងវ៉ាស៊ីនតោនលោកត្រាំបញ្ជាក់ច្បាស់នៅថ្ងៃនេះថាការផ្តល់ជំនួយយោធានិងព័ត៌មានសម្ងាត់សម្រាប់អ៊ុយក្រែននៅតែបន្តធ្វើដោយគ្មានការដកថយឬបន្ធូរដៃឡើយលោកថ្លែងថានៅក្នុងការសន្ទនាគ្នាជាមួយលោកពូទីនកាលពីយប់មិញគ្មានការជែកគ្នាអំពីបញ្ហាជំនួយសម្រាប់អ៊ុយក្រែនទេលោកថ្លែងដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox ការថ្លែងដូចនេះដើម្បីឆ្លើយតបទៅនឹងអ្វីដែលវិមានក្រឹមឡើងលើកឡើងថាលោកពូទីនប្រាប់លោកត្រាំថាដើម្បីទប់ស្កាត់មិនឲ្យសង្គ្រាមឆាបឆេះទៅទៀតនិងដើម្បីឲ្យមានដំណោះស្រាយនយោបាយក្រុងវ៉ាស៊ីនតោនលោកត្រាំបញ្ជាក់ច្បាស់នៅថ្ងៃនេះថាការផ្តល់ជំនួយយោធានិងព័ត៌មានសម្ងាត់សម្រាប់អ៊ុយក្រែននៅតែបន្តធ្វើដោយគ្មានការដកថយឬបន្ធូរដៃឡើយលោកថ្លែងថានៅក្នុងការសន្ទនាគ្នាជាមួយលោកពូទីនកាលពីយប់មិញគ្មានការជែកគ្នាអំពីបញ្ហាជំនួយសម្រាប់អ៊ុយក្រែនទេលោកថ្លែងដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox ការថ្លែងដូចនេះដើម្បីឆ្លើយតបទៅនឹងអ្វីដែលវិមានក្រឹមឡើងលើកឡើងថាលោកពូទីនប្រាប់លោកត្រាំថាដើម្បីទប់ស្កាត់មិនឲ្យសង្គ្រាមឆាបឆេះទៅទៀតនិងដើម្បីឲ្យមានដំណោះស្រាយនយោបាយនិងការទូតលុះត្រាតែឈប់ផ្ដល់ជំនួយយោធានិងព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែនអ្នកវិភាគយល់ថាការនិយាយផ្ទុយគ្នារវាងត្រាំនិងក្រឹមឡើងជាការបង្ហាញទស្សនវិជ្ជាពីរយ៉ាងសំខាន់ទី1វាបង្ហាញថាត្រាំនិងពូទីនមិនទាន់មានជំហរស្របទីដោយគ្នានៅឡើយទេនិងទី2វាជាការបង្ហាញពីទស្សនវិជ្ជានយោបាយដ៏ស្មុគស្មាញក្នុងការចរចាគ្នាភាគីទាំងពីរត្រូវតែជ្រើសរើសយកការប្រយុទ្ធគ្នាផងនិងចរចាគ្នាផងអាចនិយាយបានថាបើលោកពូទីនពិតជាបាននិយាយដូចនេះមែនក៏ត្រាំអាចនឹងបង្វែរទៅនិយាយអំពីរឿងអ្វីផ្សេងវាអាចជាអន្ទាក់ដែលលោកពូទីនជន់ចិត្តលោកត្រាំខ្លួនឯងក៏ដឹងច្បាស់ថាបើសិនអាមេរិកនិងអឺរ៉ុបឈប់ផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនតាមការចង់បានរបស់លោកពូទីនពេលនោះរុស្ស៊ីកាន់តែមានព្រៀបខ្លាំងមែនទែននៅក្នុងសមរភូមិយោធាដូច្នេះនៅក្នុងសមរភូមិនយោបាយនិងការទូតអាមេរិកក៏គ្មានអ្វីសម្រាប់យកទៅថ្លៃជាមួយរុស្ស៊ីដែរនៅក្នុងការចរចាគ្នាអាមេរិកនិងរុស្ស៊ីបង្ហាញបំណងប្រាថ្នារួមគ្នាថាចង់បញ្ចប់សង្គ្រាមប៉ុន្តែភាសានិយាយផ្សេងគ្នាយោងតាមការចេញសេចក្តីថ្លែងការណ៍រៀងខ្លួនក្រោយការសន្ទនាគ្នាគេអាចដឹងថាមានចំណុចខ្វែងគំនិតគ្នាជាច្រើនជាពិសេសពាក់ព័ន្ធនឹងវិសាលភាពនៃបទឈប់បាញ់និងលក្ខខណ្ឌនៃបទឈប់បាញ់យោងតាមវិមានក្រឹមឡើងលោកពូទីនបានដាក់លក្ខខណ្ឌថាបើចង់មានដំណោះស្រាយជាអចិន្ត្រៃយ៍លុះត្រាតែប្រទេសដទៃឈប់ផ្ដល់ជំនួយយោធានិងព័ត៌មានសម្ងាត់ទៅឲ្យទីក្រុងគៀវដោយឡែកលោកត្រាំប្រាប់ទូរទស្សន៍ Fox ថាគ្មានការនិយាយពាក់ព័ន្ធនឹងជំនួយយោធាសម្រាប់អ៊ុយក្រែនតតែសោះវិមានក្រឹមឡើងថ្លែងថាលោកពូទីនទាមទារឲ្យឈប់ផ្ដល់ជំនួយយោធាជាបន្ទាន់ទៅអ៊ុយក្រែនបើចង់ឲ្យលោកទទួលយកកិច្ចព្រមព្រៀងជាច្រើនដំណាក់កាលទៅមុខទៀតផ្ទុយទៅវិញលោកត្រាំថាលោកពូទីនមិនបាននិយាយអំពីចំណុចនេះទេលោកទទួលស្គាល់ថានៅក្នុងការសន្ទនាគ្នានោះនិយាយអំពីប្រធានបទជាច្រើនប៉ុន្តែគ្មាននិយាយអំពីជំនួយយោធាទេនៅក្នុងការសន្ទនាគ្នានោះលោកពូទីនឯកភាពទទួលយកបទឈប់បាញ់រយៈពេល30ថ្ងៃដើម្បីផ្អាកវាយប្រហារគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនទៅលើទីតាំងផលិតថាមពលនិងហេដ្ឋារចនាសម្ព័ន្ធមានន័យថាផ្ទុយពីបំណងរបស់ទីក្រុងគៀវវ៉ាស៊ីនតោននិងអឺរ៉ុបដែលចង់បានបទឈប់បាញ់ដ៏ពេញលេញមួយលែងផ្ទុះអាវុធថតទៅទៀតរុស្ស៊ីក៏ទាមទារឲ្យអ៊ុយក្រែនធ្វើសំទានផងដែរដូចជាមិនត្រូវចូលជាសមាជិកអង្គការ NATO និងត្រូវរក្សាទុកការប្រើប្រាស់ភាសារុស្ស៊ីនិងវប្បធម៌រុស្ស៊ីនៅអ៊ុយក្រែនការបញ្ចេញប្រតិកម្មដបទៅនឹងការសន្ទនាគ្នាលោក Zelensky បានធ្វើសន្និសីទសារព័ត៌មានក្រោយការសន្ទនាគ្នាលោកចង់ឲ្យប្រទេសទាំងពីរលាតត្រដាងការសន្ទនាគ្នានោះដោយតម្លៃភាពដើម្បីឲ្យអស់ចិត្តទាំងអស់គ្នាប៉ុន្តែហោចណាស់ការដែលលោកពូទីនយល់ព្រមឈប់បាញ់គ្នាដោយផ្នែកនោះអាចចាត់ទុកថាជាសញ្ញាវិជ្ជមានមួយហើយលោកថ្លែងបន្តទៀតថារុស្ស៊ីនិងអ៊ុយក្រែនជាតួអង្គសំខាន់នៅក្នុងសង្គ្រាមនេះដូច្នេះលោកយល់ថាការចរចាណាមួយដែលគ្មានចំណែកអ៊ុយក្រែនចូលរួមមិនអាចយកជាការបានទេលោក Dmitry Medvedev ដែលជាអតីតប្រធានាធិបតីរុស្ស៊ីនិងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីក៏បញ្ចេញប្រតិកម្មដបទៅនឹងការសន្ទនាគ្នានេះផងដែរលោកបង្ហោះនៅលើបណ្ដាញ X ថាការសន្ទនាគ្នាតាមទូរស័ព្ទតែ2អ្នកដូច្នេះជាការបង្ហាញថានៅទីបញ្ចប់តួអង្គសំខាន់មានតែ2អ្នកប៉ុណ្ណោះដែលអង្គុយញ៉ាំអាហារជាមួយគ្នានៅក្នុង